ដើរតាមបន្ទាត់ព្រំដែននេះពិនិត្យមើលការបោះបង្គោលព្រំដែននេះតាំងពីជំនាន់បន្ទាប់បោះបង្គោលបន្ទាត់តែឥឡូវយើងឃើញថាគេយួនតែងតែចាត់ទុកដីខ្មែរជាតំបន់សប៉ុន្តែខាងគេវិញអត់មានតំបន់សហើយគេធ្វើបានរហូតមកដល់បង្គោលព្រំដែនជាក់ស្ដែងយើងឃើញកន្លែង110 104ហ្នឹងយួនធ្វើមកដល់បង្គោលព្រំដែនលេខ104នឹងតែម្ដងគេដាំធ្វើតែខាងដីខ្មែរគេចាត់ទុកថាជាតំបន់សអានឹងវាជារឿងចម្លែកអស្ចារ្យកាលពីមុនមកចេះតែនិយាយបានដោយសារមិនទាន់បោះបង្គោលព្រំដែនតែឥឡូវបោះបង្គោលព្រំដែនរួចហើយនៅតែចាត់ទុកថាខាងដីខ្មែរនឹងជាតំបន់សទៀតអានឹងជារឿងមួយដែលបើយើងគិតយើងពិចារណាសូម្បីតែក្មេងក៏គិតឃើញដែរបានន័យថាម៉េចបានន័យថារដ្ឋាភិបាលអត់មានអាវពើអីមកអន្តរាគមន៍ជួយប្រជាពលរដ្ឋនៅតាមព្រំដែននោះបើខាងដីខ្មែរបានន័យថាជារបស់ខ្មែរហើយមានតំបន់សហើយបាទអញ្ចឹងជាប៉ុន្តែប្រជាពលរដ្ឋនៅតាមព្រំដែនលោកយល់ច្បាស់ណាស់អញ្ចឹងហើយបានគាត់ផ្ដល់ព័ត៌មានឲ្យអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិឬក៏គណៈបកសង្គ្រោះជាតិគោលនយោបាយគឺយើងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីហើយយើងយកសន្ធិសញ្ញាទីក្រុងប៉ារីសជាគោលហើយប្រទេសយួននិងប្រទេសខ្មែរបានចុះហត្ថលេខាជាមួយគ្នាហើយដូច្នេះវាអត់មានអីពិបាកទេគាត់ថាតើរដ្ឋាភិបាលនឹងគាត់ដោះស្រាយដោយគោរពលើគោលការណ៍ច្បាប់ជាមូលដ្ឋានឯអត់បើគាត់មិនគោរពច្បាប់គាត់បដ ாய் ឲ្យគេមានព្រៀបមកលើខ្មែរជានិច្ចកាលប៉ុន្តែយើងដឹងទាំងអស់គ្នាគណៈបកកណ្ដាលអំណាចជាគណៈបកមួយដែលយើងដឹងហើយថាគាត់កើតមកពីយួនអ្នកកើតចឹងជានិច្ចកាលគាត់បន្តបោះប្រយោជន៍ខ្លួនអានឹងជារឿងមួយដែលប្រជាពលរដ្ឋខ្មែរយល់ច្បាស់ហើយអញ្ចឹងបើប្រជាពលរដ្ឋខ្មែរបោះឆ្នោតឆ្នាំ2013នេះគឺបោះឲ្យគណៈបកសង្គ្រោះជាតិឈ្នះជាគណៈបកដែលមានអាសនៈដល់បានន័យថាជាមតិភាគច្រើនវិញហើយយើងដើរទៅទីកន្លែងណាក៏ដោយឥឡូវឃើញថាគណៈបកសង្គ្រោះជាតិជាគណៈបកមានព្រៀបវិញគណៈបកមតិជាភាគច្រើនវិញគណៈបកកណ្ដាលអំណាចខ្លាយទៅជាគណៈបកមតិភាគតិចវិញប៉ុន្តែដំណោះស្រាយប្រជាពលរដ្ឋគាត់បាន